បាទអូនស្ដីទីតាមទៅលើបណ្ដោយផ្លូវនៃខេត្តពោធិ៍សាត់បាទឃើញថាអនាម័យល្អមិនមានសម្រាប់ហើយតាមដងផ្លូវគឺវិជាការចរាចរណ៍គឺបានចាប់ផ្ដើមជួររស់ដើមហើយឃើញថាចិត្តឈានដល់ទៅកៅធ្វើស្រែទៅឧស្សាហ៍ហើយមើលទៅវាអត់ស្អាតដែរដល់តាមទីទីមើលបែបនេះហើយឃើញមានអ្នកក្នុងនេះបាទខាតសម្រាប់លើអីចឹងបាទហើយនេះហាងកាហ្វេទៅបើកមើលទៅដល់ទៅមាន TV ទេមានអីទេណាគេចោលសម្រាប់តែអ្នកស្មើជើងទេអ្នកដែលមិនស្មើជើងអ្នកที่ម៉ូតូតាមផ្លូវតាមមិនចោលបានប៉ុន្តែឃើញជីពលរដ្ឋខ្លះគាត់អត់ចឹងទេគាត់យកសម្រាប់ពីអ្នកគាត់មកចោលក្នុងហ្នឹងដែរបើយើងគិតទៅវាអត់ត្រូវទេអត់ត្រូវនឹងអ្វីដែលគេចង់បានណាបើថាធំហ្នឹងគឺដាក់សម្រាប់អ្នកធ្វើដំណើរតែអ្នកនៅតាមផ្ទះគាត់មិនគិតចឹងទេគាត់យកសម្រាប់របស់គាត់មកចាក់នៅនឹងដែរអញ្ចឹងអានោះវាខុសពីអ្វីដែលគេចង់បានហើយនៅដើមធ្វើតាមផ្លូវនេះគឺជួយថាព្រោះច្រើនបាទហើយវាចូលទៅ95%ហើយគឺរស់ព្រោះហើយមិនរស់ដោយសារតែទឹកដឹកនាំនៃខេត្តនេះខេត្តពោធិ៍សាត់នេះគឺគាត់យកទៅដាក់ខ្លាំងទៅលើដើមឈើហើយក៏ខេត្តព្រមខូចប្រោបឲ្យបានពេលវេលាអញ្ចឹងតែពេកតែអីទៅមានធ្វើខេត្តដល់បាទអត់មានគេទុកចោលកន្លែងចាប់ហ្នឹងបាទ